ស្ត្រីនោះទើបតែកំពុងស៊ីចំណីនៅឆ្មាស៊ូឆ្មាវវិញមួយក្បាលដោយមិននឹកស្មានដល់នាងបានជឿពុះសម្រាប់កូនបន្ទាប់ពីមានទីបានកាត់មកដោយផ្ទាល់កូនឆ្មាតូចមួយនេះពិតជាហួសហេតុពេកហើយឆ្មប់បានដួលសន្លប់នៅនឹងកន្លែងទៅចុះប៉ុន្តែព្រះចៅអធិរាជនៅតែនៅខាងក្រៅព្រះបរិយាការទាំងរងចាំសម្រាប់ការមកដល់របស់គ្រួសាររបស់អ្នកមនាងស៊ូបានស្រពោនប៉ុន្មានថ្ងៃមុនស្រីស្នំម្នាក់បានប្រសូតបានបុត្រាមួយអង្គព្រះចៅអធិរាជបានកំណត់ថាទ្រង់មិនមានជាមរាជវង្សទេទាំងអស់ត្រូវបានបណ្ដេញចេញដោយចោទប្រកាន់ពីបានផ្ដល់កំណើតឲ្យកូនឆ្មាដោយក្រសិនបើរឿងនេះត្រូវបានរកឃើញវានឹងជោគវាសនារបស់ពួកគេគឺត្រូវប្រែក្លាយទៅជាក្នុងគ្រានៃភាពអស់សង្ឃឹមមួយសន្ទុះភរិយាបានអ្នកស៊ូបាននៅជាឲ្យអ្នកព្រះចៅអធិរាជយាងមកសួរចម្លើយនាងក៏បានសួរចម្លើយមានការបំពេញគំនិតភ្លាមគាត់បាននិយាយថាមានកូនទេនាងគ្រាន់តែមានចរិតឆេវឆាវប៉ុណ្ណោះមកដែលមានក្លិនស្អុយខ្លាំងមិនគួរឲ្យជឿឆ្មប់ទាំងនោះមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមហាក្សត្របានបញ្ជាភ្លាមដល់គ្រូពេទ្យពីតែដឹងថាឆ្មារបស់ស៊ូហ្វីបានកើតមកកូនតូចនេះមានទម្ងន់តិចជាង2ផោនចូលលោតខ្លាំងហើយវាមិនមានអារម្មណ៍ថាវាដំណើរការតាមទេព្រះចៅអធិរាជខ្ញាល់ខ្លាំងណាស់រហូតដល់អាចសម្រេចបន្ទោសនាងបានរហូតងារដោយផ្ទាល់ត្រូវបាននិរទេសទៅកាន់វិមានត្រជាក់តាមពិតទៅមហេសីស៊ូបានដកដង្ហើមធំដោយធូរស្រាលយ៉ាងហោចបានវាត្រូវបានជីវិតនៅក្នុងវិមានត្រជាក់គឺពិបាកណាស់យ៉ាអ្នកបម្រើបានយកបបអង្គមកឲ្យកូនឆ្មាស៊ីក្មេងតូចមិនបានធំក្លិនវាផងអ្នកបម្រើបានណែនាំឲ្យសាក់លបងទឹកដោះម្ដាយទោះបីជាព្រះនាងស៊ូមិនព្រមក៏ដោយក៏នាងនៅតែព្យាយាមធ្វើតាមការណែនាំប៉ុន្តែភ្លាមនោះកូនឆ្មាស៊ូហ្វៃបានផឹកវាក្នុងមាត់ធំមួយខ្ញុំកាន់តែគិតអំពីវាខ្ញុំកាន់តែងឹងឆ្ងល់ខ្ញុំព្រះចៅអធិរាជជាបរិសុទ្ធដោយរបៀបណាមានកូនឆ្មាខ្ញុំស្រាប់តែចង់វាពិបាករកឆ្មាខ្មៅវង្វេងនោះតើគាត់នៅទីនេះដើម្បីសងបំណុលនៃការខ្ញុំមែនទេខ្ញុំក៏សម្លេងក្មេងតូចម្នាក់បានបន្លឺឡើងពីក្រោយក្នុងខាងនាងរួចងាកមកមើលនាងដោយផ្ទាល់កូនឆ្មាទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកវាបានប្រែក្លាយទៅជាសម្លេងពីរដូចទឹកក្មេងតូចក៏អាចបើកបរបានដែរនាងស្រែកថាម៉ាក់ហើយបន្ទាប់ពីការបេះដូងរបស់បងស៊ូចុងបានទុនជ្រីដោយមិនគិតពីថាវាជាឆ្មាឬអារៈវាអាស្រ័យលើពួកគេក្នុងការសម្រេចចិត្តដែលកើតចេញពីវាសនាចាប់ពីពេលនោះមកទ្រង់បានលះបង់ខ្លួនឯងដើម្បីចិញ្ចឹមកូនថែបានអ្នកនៅក្នុងហើយចាប់ចាំពីទីរកកាត់មកហើយតូចបានផ្ដល់ឲ្យដោយសម្ងាត់ភរិយាស៊ូបានរៀបចំអំណោយមួយនៅលើតុប៉ៅពណ៌មាសត្រូវបានដាក់នៅពីលើគួរឲ្យភ្ញាក់ផ្អើលណាស់ថែមទាំងមានត្រាអធិរាជនៃរដ្ឋនឹងព្រះរាជក្រឹត្យរបស់អធិរាជត្រូវបានបិទចិត្តយ៉ាងក្រាស់តែហើយអំពីរឿងនេះស៊ូក៏មានទំនឹងចំនួនទីរកតូននៃគ្រួសាររបស់មនុស្សស្រពោនឆោតល្ងងដោយនិយាយថាថ្មទាំងនោះភ្លឺចែងចាំងបើមើលទៅស្អាតណាស់ខ្ញុំយកវាមកជូនជានោះហើយជាអ្វីដែលម៉ាក់កំពុងលេងនាងនិយាយអ្នកបម្រើស្រីបានរត់គេចខ្លួនដោយភ័យស្លន់ស្លោហើយនិយាយថាព្រះចៅអធិរាជបានរកឃើញត្រាអធិរាជនិងព្រះរាជក្រឹត្យត្រូវបានគេលួចហើយជាឲ្យបរិសុទ្ធឆែកជាវិមានមួយជាបន្ទាន់ពួកគេហៀបនឹងទៅដល់វិមានត្រជាក់ហើយព្រះមហេសីស៊ូមានការថប់បារម្ភយ៉ាងខ្លាំងជុំវិញពេលត្រូវគេវាភ្លាមវាក៏ប្រែក្លាយទៅជាកូនឆ្មាវិញព្រះអធិរាជនិងព្រះមហេសីអធិរាជចូលមកដល់ភ្លាមអ្វីដែលអ្នកឃើញដំបូងនៅលើក្រានិងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រស្រស់ស្អាតណាស់គាត់បានផ្លុំអណ្ដាតភ្លើងហើយជំរុញឲ្យមនុស្សរំនៅនឹងកន្លែងដោយនិយាយថាស៊ូមហេសីស៊ីហ្វេការលួចត្បូងពេជ្រគួរតែត្រូវបានប្រន្ទាទោសតាមចៅអធិរាជនិងចេញបញ្ជាឲ្យប្រហារជីវិតគាត់ជីស្រាប់តែមានសម្លេងតូចមួយបន្លឺឡើងពីក្បែរជើងសម្លេងឆ្មាយំកូនឆ្មាពីក្បាលរដោះនឹងជើងខោរបស់ព្រះចៅអធិរាជអង្គុយចុះដូចជាត្រូវបានគេសន្ធិដ្ឋមកអង្អែលកូនតូចថ្នមឆ្មាថែមទាំងនិយាយថាវាមានអារម្មណ៍សាំចម្លែកទៀតផងដូច្នេះហើយស៊ូហ្វៃមិនត្រូវបានដេញតាមឡើយប្រតិកម្មនេះចលនានេះបានធ្វើឲ្យមានការរំពឹងរបស់នាងពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ធ្វើឲ្យពេលកូនឆ្មាបានចូលមកក្នុងគំនិតលើពីស្អាតណាស់ខ្ញុំនឹងនាំមនុស្សចេញទៅរករកគាត់ត្រូវបានបញ្ជូនទៅវិមានត្រជាក់ដែលគេសន្មតថាដោយសារកូនឆ្មាមួយបានប៉ុណ្ណោះយើងគួរតែយកឡើងដល់អំណាចស៊ូហ្វៃបានឃើញវាភ្លាមឃើញតាមរយៈគំនិតរបស់នាងដឹងពីរឿងធំព្រីទីតែងតែមិនចូលចិត្តសត្វតូចឆ្មានឹងឆ្កែនៅក្នុងព្រះរាជវាំងនាងបានបកស្បែកគាត់ទាំងរស់ទាញសរសៃពួររបស់គាត់គ្មានអ្វីក្រៅពីការព្យាយាមប្រាកូនឆ្មាដើម្បីគេពេញចិត្តដូច្នេះគាត់វាគ្មានអ្វីក្រៅពីការព្យាយាមឆ្លុះប្រកែកគ្នាអំពីកូនឆ្មាដូច្នេះគាត់បានបដិសេធមិនព្រមឲ្យឆ្មានៅក្នុងវិមានក្រោយនោះបានឆ្លងប្រឡាក់ដៃរបស់នាងដោយអំពើអាក្រក់សូមឲ្យនាងចិញ្ចឹមប្រលឹងវ័យក្មេងឆ្មាធំស្អាតថោកនិងទន់ដាដោយផ្ទាល់លេយវិញបានបញ្ជាឲ្យបរិសុទ្ធរបស់គាត់រឹងមាំកំពុងចាប់កូនឆ្មាម្យ៉ាងវិញទៀតព្រះចៅអធិរាជក៏មិនទំនេរដែរគាត់បានរកឃើញវាដោយផ្ទាល់សម្រាប់ភរិយារបស់ស៊ូកូនប្រឈមមុខនឹងភាពរុងរឿងរបស់អធិរាជស្ត្រីចំណាស់នោះបានសារភាពការពិតទាំងអស់ព្រះមហាក្សត្រជ្រាបរឿងនេះមិនត្រឹមតែមិនបានធ្វើបន្ទាប់មកខ្ញុំសាច់វិមានត្រជាក់ឥឡូវនេះស្ថិតក្នុងភាពវឹកវរទាំងស្រុងស៊ូហ្វីបានការពីឈៀវយ៉ាងខ្លាំងឆ្មាមិនឲ្យមនុស្សស្អាតយកវាទៅណាទេគាត់ត្រូវបានអ្នកក្រោមបង្កប់វាយ៉ាងធ្ងន់ធ្ងររហូតដល់ពួកគេនៅតែការពីកូនឆ្មាយ៉ាងតឹងរឹងគាត់ស្រែកថាគ្មានអ្នកណាអាចយកវាទៅឆ្ងាយបានទេដាប់អាវលៀងមានការខឹងសម្បាយ៉ាងខ្លាំងហើយនិយាយថាព្រះមហេសីស៊ូចង់ខ្លាចជាមហេសីគាត់ខឹងខ្លាំងណាស់បញ្ជាឲ្យយកសំបីតែអ្នកមនាងស៊ូសម្រាប់ជាមួយគាត់ខណៈពេលដែលស៊ូហ្វៃហ៊ីបនឹងកាន់វាជាប់ពេលមិនប្រើប្រាស់ដ៏អស្ចារ្យសម្លេងនោះស្រាប់តែបន្លឺឡើងធ្វើឲ្យទីក្រុងញាប់អើព្រះចៅអធិរាជបានមកដល់ទាន់ពេលឃើញស៊ូហ្វៃពេញដោយរបួសនិងកូនឆ្មាញ័រខ្លួនទឹកមុខរបស់គាត់ងឹតភ្លាមទន្ទឹមនឹងនេះដែរដាប់អាវលៀងនៅតែកំពុងរើរបស់បានបង្កបញ្ហាដោយមិនដឹងថាព្រះចៅអធិរាជពិតទាំងមូលត្រូវបានលាតត្រដាងរួចហើយ